គ្មានការយឺតយ៉ាវគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមប្រែកប្រាសម្រេចបានជាង33%ហើយក្រសួងសាធារណការដឹកជញ្ជូនបានឲ្យដឹងថាគិតត្រឹមដើមខែឧសភាឆ្នាំ2025នេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមប្រែកប្រាសម្រេចបានប្រមាណ33.50%ហើយដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេបច្ចុប្បន្នការសាងសង់ស្ពានផ្នែកខាងកើតសម្រេចបាន1ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ 55% ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន107ដើមក្នុងចំណោម156ដើមសាងសង់ជើងតាងបាន6ជើងតាងក្នុងចំណោម20ជើងតាងនិងធ្នឹមភ្ជាប់ក្រោមបានចំនួន8ធ្នឹមក្នុងចំណោម12ធ្នឹម2រចនាសម្ព័ន្ធក្រៅស្ពានសម្រេចបាន 31.5% រួមមានសាងសង់តួសសរស្ពានបាន6តួសសរក្នុងចំណោម12តួសសរសាងសង់ស្ពានបាន16សសរស្ពានក្នុងចំណោម52សសរស្ពាននិងសាងសង់ធ្នឹមភ្ជាប់ក្បាលសសរទៅទិងស្ពានបាន10ធ្នឹមក្នុងចំណោម34ធ្នឹមព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត